នៅទីបំផុត King of the World Senorona Imu គឺបានចាក់ចេញពីប្រាសាទ Pangaea ដើម្បីធ្វើដំណើរមកកាន់ Elba ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការមើលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងថ្ងៃហ្នឹងគឺយើងបន្តជាមួយនឹង One Piece Manga គឺ3 chapter បញ្ចូលគ្នាហ្មងគឺ chapter 1177រហូតដល់1179អញ្ចឹងយ៉ាងដូចបងប្អូនយើងបានដឹងអញ្ចឹងថាខ្ញុំដូចជាខានចេញវីដេអូប្រហែលជា7 ខែអញ្ចឹងទៅគឺយូរមែនតើក៏ប៉ុន្តែមិនអីទេយើងមកយឺតប្រសើរជាងមិនមកហើយតាក់ទងជាមួយនឹងការចេញវីដេអូយឺតហ្នឹងគឺគ្មានអីថ្មីទៀតទេគឺដោយសារតែខ្ញុំរវល់ជាមួយនឹងការងារផ្ទាល់ខ្លួនបន្តិចក៏ប៉ុន្តែឥឡូវគឺទៅនេដៃតិចអីអញ្ចឹងយើងគឺនឹងអាចចេញវីដេអូរៀងលឿនជាងមុនហើយហើយក៏សូមអធិស្ឋានដល់អ្នកដែលគាត់ទឹងរងចាំជាមួយវីដេអូថ្មីមែនតើហើយឥឡូវកុំឲ្យខាត់ពេលវេលាយូរតោះយើងនឹងទៅជាមួយ chapter ដំបូងហ្មងគឺ chapter 1177ដែលវាមានចំណងជើងថា Forest ឬក៏យើងបកប្រែថាកំហឹងឬក៏ការខឹងខ្លាំងក្រុម Zoro និង Chopper គឺបានរួមដៃគ្នាក្នុងការបង្ក្រាបទៅលើពពួកបិសាច Domi River Sea នឹងបានសម្រេចអីហើយនៅក្នុងគ្រានោះ Zoro ក៏បានសួរទៅកាន់ Chopper ថាតើ Chopper នឹងធ្វើម៉េចបានជាគាត់ដោះជាមួយ Domi River Sea នឹងបានហើយ Chopper ក៏បានឆ្លើយថាគាត់មិនដឹងដែរគាត់គ្រាន់តែទះពួកគេម្ដាយទៅពួកគេក៏បានប្រែคล้ายទៅជាមនុស្សយៈធម្មតាវិញក៏លេចទៅកាន់ក្រុម Senji វិញគឺពួកគាត់បានវាយជាមួយនឹង Grillingham នឹងគឺពិតជាភ័យផ្សៃមែនតើហើយបើសិនជាយើងមើលទៅGrillingham គឺបានដាច់ជា3កំណាត់ហើយគ្រាន់តែនិយាយគ្នាសុកហ្នឹង Luffy ហើយនិង Loki ក៏បានហោះមកដល់ល្មមហើយក៏លេចទៅកាន់គ្រប់គ្នាគឺពួកគេបានភ្ញាក់ផ្អើលជាមួយនឹងវត្តមានរបស់ Loki ព្រោះដោយសារតែ Loki ហ្នឹងគឺធំសម្បើមមែនតើក៏ប៉ុន្តែខកអីតាណាមីគាត់បានស្ដីបន្ទោសទៅកាន់ Luffy ថា Luffy ហ្នឹងគឺតែតែធ្វើរឿងឈួតឈួតដូចរាល់ដងអញ្ចឹងហើយលើកហ្នឹងមិនដឹងថាគាត់ទៅបានសត្វចម្លាច់មកពីណាមកធ្វើជាសម្លាញ់ទេហើយណាមួយដោយសារតែថាអំពើអន្ទះរបស់ Loki ហ្នឹងឯងដែលបណ្ដាលឲ្យ Eva ហ្នឹងគឺកាន់តែឆេះខ្លាំងទៅបន្ទាប់មកទៀត Luffy គាត់បានងាកទៅស្រែកឲ្យ Loki ព្រោះដោយសារតែគាត់ហ្នឹងឯងបានជាណាមីស្ដីឲ្យគាត់ហើយបន្ទាប់ពីស្រែកចប់ Loki ក៏បានធ្វើការព្រួយអន្ទះដាក់ទៅលើ Luffy ក៏ប៉ុន្តែយើងបានដឹងអញ្ចឹងថា Luffy គឺជាថាមពលកស៊ូអញ្ចឹងថាមពលអន្ទះរបស់ Loki គឺគ្មានប្រសិទ្ធភាពទេបាទអ្នកនរគ្នាហើយតាក់ទងជាមួយចំណុចថងហ្នឹងណាកន្លែងដែលធ្វើខ្ញុំអត់ស្នើបំផុតហ្នឹងគឺកន្លែងនៅពេលដែលទឹកមុខរបស់ Luffy នៅពេលដែលគាត់បានត្រូវណាមីស្ដីឲ្យហ្នឹងយើងបានឃើញជាមួយនឹងសត្វកប្រុក Ratatoska ឬក៏ Red នេះហ្នឹងគាត់បានទៅលួង Luffy ឬអាស៊ីឡៃហ្នឹងគឺផ្លាយឬក៏សម្លៀងទៅជាមួយនឹងមីមមែនតើងាកទៅមើល Usopp ហើយនឹង Brook គឺត្រូវបានកាន់មូវាយ៉ាងតំណំហើយក្នុងនឹងផងដែរយើងក៏បានឃើញថា Brook គាត់បានប្រាប់ទៅកាន់ Usopp ថាឲ្យរត់ទៅព្រោះដោយសារតែរឿងមួយហ្នឹងគឺជារឿងផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹង Ganko ទេក៏ប៉ុន្តែ Usopp មិនព្រមរត់ហើយក៏បានស្រែកទៅកាន់ Imu ថាឯងវាបហា Eba ដោយតបបិសាចហើយបានគ្រប់គ្រងរាងកាយរបស់ពួកគេហ្នឹងឲ្យវាយគ្នាឯងទៀតផែនការរបស់ឯងគឺពិតជាថោកទាបណាស់បើសិនជាឯងខ្លាំងហើយចង់គ្រប់គ្រងទៅលើពួកគេមែនណាហើយណាគឺចេញមកវាយដល់ខ្លួនឯងមកអាកំសានិយាយចប់ Imu ក៏បានតបថាអ្នកដែលគ្រប់គ្រងគេពិតណាគឺមិនដែលចេញមកប្រឡាក់ដៃខ្លួនឯងដោយសារតែរឿងវិកប៉ុកអញ្ចឹងទេនិយាយចប់ Usopp បានប្រើជាមួយនឹង Skull Blast Crush ធ្វើការបំផ្ទុះទៅលើ Imu ក៏ប៉ុន្តែមិនត្រឹមតែមិនអាចធ្វើអីទៅលើ Imu បានទេហើយថែមទាំងត្រូវ Imu នោះវាយខ្ទប់ថែមទៀតបាទអ្នកនរគ្នាអញ្ចឹង The Brave Warrior Odyssey របស់យើងបន្ទាប់ពីធ្វើការប្រយុទ្ធជាមួយនឹង Imu ហើយគឺខ្ទប់បាត់ហើយយើងចាំមើលថា Oda គាត់នឹងធ្វើការ power up ឬក៏រសេសរឿងបែបណាឲ្យទៅ Usopp បន្តទៀតអានឹងយើងមានតែចាំអត់ទាំងអស់គ្នាក៏ប៉ុន្តែបើសិនជានិយាយពីអារម្មណ៍របស់ខ្ញុំទៅសារទៅលើ Usopp នៅក្នុងចំណុចថងហ្នឹងព្រោះដោយសារតែយើងបានដឹងអញ្ចឹងថា Ganmu ឬក៏ Imu ហ្នឹងគឺជា King of the World តែបើសិនជានិយាយពី prison ឬក៏ចំហាយរបស់គាត់ហ្នឹងគឺពិតជា overwhelming មែនតើក៏ប៉ុន្តែ Usopp គាត់មិនខ្លាចឬគឺគាត់នៅកន្លែងហ្នឹងដើម្បីប្រយុទ្ធជាមួយនឹង Imu តែម្ដងនៅចុង chapter Loki ហើយនិង Luffy ក៏បានធ្វើដំណើរមកដល់កន្លែងរបស់ Imu ហើយ Loki ក៏បាននិយាយថាម្នាក់ហ្នឹងឯងដែលបានជា Haki ដល់ Underworld ហើយ Luffy ក៏បានតបថា Loki ជាងដូចជាខឹងខ្លាំងក៏លេចទៅកាន់ Imu គាត់ក៏បានតបមកវិញថាពួកឯងស្ដាប់តាមបញ្ជាយើងឬក៏ចង់ស្លាប់ Nika Nidhogg ការប្រយុទ្ធមួយនេះនឹងអាចធ្វើពិភពលោកទាំងមូលពុះហែកចេញជាពីរបាទអ្នកនរគ្នាអញ្ចឹងនៅក្នុង chapter ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយដូចជាតម្រុយដែលចុង chapter បានបង្ហាញមកអញ្ចឹងថា Imu គាត់ព្យាយាមឲ្យទាំង Nika ក៏ដូចជា Nidhogg ហ្នឹងស្ដាប់តាមបញ្ជារបស់គាត់បើសិនជាមិនចង់ស្លាប់ហើយបើសិនជាចេះនៅតែប្រយុទ្ធទេអញ្ចឹងការប្រយុទ្ធមួយហ្នឹងនឹងក្លាយជាការប្រយុទ្ធមួយដ៏កក្រើកសឹងតែថាអាចពុះផែនអីហ្នឹង
ចេញជាពីរផ្នែកហើយឥឡូវកុំឲ្យខាត់ពេលយូរយើងនឹងបន្តទៅជាមួយ chapter បន្ទាប់គឺ chapter 1178ដែលវាមានចំណងជើងថា Walking from a Nightmare ឬក៏ការដើរចេញពីសុបិនដ៏អាក្រក់ក្នុងវគ្គនេះ Luffy គាត់បានយក Usopp ហើយនឹង Brook នឹងទៅឲ្យក្រុម Sanji ហើយថែមទាំងប្រាប់ពួកគេនឹងបើសិនជាអាចគឺនៅឆ្ងាយពីពួកគាត់គឺកាន់តែល្អព្រោះដោយសារតែការប្រយុទ្ធមួយហ្នឹងវានឹងក្លាយជាការប្រយុទ្ធមួយដែលលក្ខណៈថា aggressive មែនទែនហើយសល់ពេលនឹងផងដែរ Loki គាត់ក៏បានបើកការវាយប្រហារទៅលើ Ganmu នៅពេលដែលការប្រយុទ្ធកំពុងតែចាប់ផ្ដើមហ្នឹង Imu គាត់បាននិយាយថាកាលពីប្រហែលឆ្នាំមុនគឺមានក្រុមចៅសមុទ្រសំពៅយក្សមួយដែលតែងតែវាយកំទេចទៅលើសំពៅរបស់ពួក World Government ហើយពួកយើងមិនដឹងថាពួកគេហ្នឹងជាអ្នកគេទេព្រោះដោយសារតែពួកគេគឺតែងតែប្រើប្រាស់ជំនុំផ្សែងអាប់ដើម្បីលាក់បាំងអត្តសញ្ញាណរឿងរ៉ាវមួយហ្នឹងក៏ត្រូវបានគេនិយាយតគ្នាថានៅក្នុងហេតុការណ៍មួយហ្នឹងគឺតែងតែឃើញជាមួយនឹងសត្វដ៏ធំហិមាមួយតែងតែហោះសំកាំងនៅលើអាកាសផងដែរបាទអញ្ចឹងបើសិនជាយើងគិតទៅសត្វដែលធំហិមាហ្នឹងគឺប្រកាសជា Nighthawk ឬក៏ Loki ហ្នឹងហើយដោយសារតែអញ្ចឹងបានជាយើងឃើញថានៅលើ bounty របស់ Loki គឺមានជាមួយនឹងពាក្យមួយថា special បន្តមកទៀត Imu គាត់បានដកចេញជាមួយសម្ហោខ្មៅចេញពីខ្លួនរបស់ Ganko នៅពេលដែល Luffy ហ្នឹងបានធ្វើដំណើរមកគៀកគាត់ Imu បានប្រើប្រាស់ជាមួយ Domi Reverse ទៅលើពួកគាត់ទាំងពីរក៏ប៉ុន្តែវាដូចជាគ្មានជាមួយនឹងផលិតកម្មអីទេហើយ Luffy ក៏បានតបថាវាស្អីគេហ្នឹងដូចជាគ្មានអីឈឺបន្តិចសោះបន្តមកទៀត Imu គាត់ក៏បានលន់មាត់ថាពិតជាដោយការរំពឹងទុកមែនពួកឯងទាំងពីរបាទមិនតន់នឹងនិយាយចប់ផង Luffy បានប្រើប្រាស់ជាមួយនឹង Gam Don Gatling មកទៅលើ Imu ហ្នឹងរាប់រយរាប់ពាន់ដៃតែម្ដងហើយបើសិនជាយើងក្លែកទៅកាន់ Loki វិញគឺគាត់បានយល់ឃើញថាដោយសារតែ Imu មានមាឌតូចពេកអញ្ចឹងវាធ្វើឲ្យគាត់ហ្នឹងពិបាកនៅក្នុងការវាយអញ្ចឹងឯ Loki គាត់ក៏បានប្រែកាឡាខ្លួនទៅជាទម្រង់យក្សវិញហើយក៏បានប្រើប្រាស់ជាមួយនឹងតិចមួយដែលមានឈ្មោះថា Nibelheim ដែលធ្វើការវាយទៅលើ Imu ក៏ដូចជា Ganko ហ្នឹងឲ្យកកព្រមគ្នាតែម្ដងហើយយើងទាំងអស់គ្នាតើតើជាមួយចំណុចថងហ្នឹងដូចជា Loki គាត់បានបន្ថែមថានៅពេលដែល Ragnar គាត់បានធ្វើការបង្កក់ទៅលើអ្នកគេម្នាក់គឺមានតែ Ragnar ម្នាក់គត់ដែលគាត់អាចមានសមត្ថភាពក្នុងការរំលាយតកកនឹងបាននិយាយទៅគឺគ្មានណាគេទាំងអស់ដែលអាចធ្វើការរំលាយជាមួយតកករបស់ Ragnar នឹងបានហើយបើសិនជាយើងចោទជាសំណួរមួយទៀតតែអាចអត់ដោយពពួកយក្សដែលស្ថិតនៅឯ Phangaza ហ្នឹងគឺជាពពួកយក្សដូចជា Galela ហើយតកកដែលបានធ្វើការបង្កក់ទៅលើពួកគេហ្នឹងគឺជាតកករបស់ Ragnar អាហ្នឹងក៏យើងមិនដឹងដែរហើយបើសិនជារឿងហើយហ្នឹងវាគឺជាការពិតមែនអញ្ចឹងច្បាស់ណាស់អ្នកដែលអាចធ្វើការរំលាយទៅលើតកកនឹងបានគឺមានតែ Loki ម្នាក់គត់នៅចុង chapter យើងបានឃើញថា Luffy គាត់បានអស់ជាមួយ stamina ទៀតហើយខណៈដែល Eva ហ្នឹងក៏បានត្រឡប់ទៅកាន់សភាពស្ងប់ស្ងាត់វិញផងដែរក៏ប៉ុន្តែទន្ទឹមនឹងហ្នឹងរឿងចម្លែកចំនួន2ក៏បានកើតឡើងសភៅដែលបានស្ថិតនៅក្នុងបណ្ណាល័យនៃ Eva ទាំងអស់ហ្នឹងគឺបានបាត់ខ្លួនជាមួយទីទួលយក្សហើយខណៈដែល Imu គឺបានធ្វើដំណើរត្រឡប់ទៅកាន់ Holy Land វិញហើយពេលហ្នឹងដែរ Imu ក៏បានប្រាប់ទៅកាន់ The Fire Elder ថាគាត់នឹងចាក់ចេញពី Holy Land មួយរយៈបាទអញ្ចឹងនេះគឺជា statement ដែលចេញពី Imu ផ្ទាល់ដែលគាត់បាននិយាយថាគាត់នឹងចាក់ចេញពីប្រាសាទ Pangaea ឬក៏ Dundee Marijoy ហ្នឹងហើយតែអ្នកនរគ្នាបានអត់ថា Imu គាត់ទៅណាអញ្ចឹងខ្ញុំ spoil តែហ្មងទៅ Imu គាត់នឹងត្រឡប់មកកាន់ Eva វិញហើយតើតើជាមួយសភៅនៅឯ Eva ហ្នឹងខ្ញុំគិតថាទីទួលយក្សមួយហ្នឹងប្រកាសជាសភៅហ្នឹងទៅកន្លែងមានសុវត្ថិភាពហើយ chapter បន្ទាប់ដែលជា chapter ទី1179ហ្នឹងគឺមានចំណងជើងថា Nerona Imu Descendant បើក្បាលក្នុងវគ្គនេះ Imu ក៏បានរៀបចំចាក់ចេញទៅកាន់ Eva ក៏ប៉ុន្តែត្រូវបាន The Elder នឹងខាត់ព្រោះដោយសារតែ Imu ហ្នឹងគឺមិនស័ក្តិសមទេក្នុងការចោះទៅកាន់ The Lower World ហ្នឹងក៏ប៉ុន្តែភ្លាមហ្នឹង Galing គាត់ក៏បានដើរចូលមកហើយនិយាយទៅកាន់ពួក The Elder ផ្សេងទៀតថាគុំនួតនឹងតែងក្អាងពេកឯងគិតថា Holy Land នឹងមានសុវត្ថិភាពរហូតមែនទេការវិលត្រឡប់របស់ Sam Rock គឺបានធ្វើស្ថានភាពស្កប់ស្ងាត់បន្តិចមែនក៏ប៉ុន្តែគម្រោងការក្នុងការផ្ដាច់ស្បៀងរបស់ពួកគេហ្នឹងគឺមិនទាន់ចប់ទេសេចក្តីថ្លៃថ្នូរនិងអំណាចគឺមិនអាចចំអែតកាពះយើងបានទេអញ្ចឹងតែយើងត្រូវធ្វើដូចម្ដេចអ្វីដែលយើងកំពុងតែត្រូវការពេលហ្នឹងគឺកម្លាំងទ័ពព្រោះដើម្បីធ្វើការគ្រប់គ្រងទៅលើពិភពលោកទាំងមូលហ្នឹងឲ្យស្ថិតនៅក្រោមកំណាប់ដៃរបស់យើងកំពុងតែនិយាយសុកយកគាត់ក៏បានខមករំខានហើយសេកឡូឡាពីរឿងដែលគេកំពុងតែឃ្លានហើយគាត់ក៏បានសួរថាតើអង្ការណាបានយកមកហូបមកឲ្យគាត់ហើយ Galing គាត់ក៏បានតបថាចុះយើងបានប្រាប់អញហើយតាថា Holy Land គឺកំពុងតែជួបនឹងការកង្វះស្បៀងអាហារបន្តមកទៀតគាត់ក៏បានប្រាប់ទៅកាន់យកថាឲ្យផលិតជាមួយនឹង Mother Flame ហ្នឹងឲ្យលឿនមកខែបានដោះស្រាយជាមួយនឹងបញ្ហាខ្លះហ
ហើយណាមួយក៏អាចជួយលុបលាងទៅដល់កំហុសអញផងដែរព្រោះដោយសារតែកុំភ្លេចណាថាឯងគឺជាម្នាក់ក្នុងចំណោមវេកផាំងបន្តមកទៀត Garling គាត់ក៏បន្តនិយាយជាមួយនឹងពួក Elder ថាហេតុការណ៍ញញទាំងអស់ហ្នឹងណាគឺបានកាត់ឡើងបន្ទាប់ពីមានវត្តមានរបស់ Nika តើវាជារឿងចៃដន្យឬក៏ជាព្រំលិខិតដែលបានកំណត់មកហើយយើងក៏បានឃើញដែរថាពពួក The Elder ទាំងអស់គឺបាននាំគ្នាលុកមាត់អ្នកម៉ាត់ដោយតាម៉ាគាត់បានប្រាប់ទៅកាន់ Emu ថាកុំចាក់ចេញពីប្រាសាទ Pengear អីពួកយើងអាចបញ្ជូនពួក Navi Admiral ទៅកាន់ Eba បន្ថែមបានហើយតា Nushiro គាត់ក៏បាននិយាយដែរថាបើសិនជារកបញ្ហាដែលយើងកំពុងតែជួបទាំងណាគឺវាច្រើនណាស់ហើយតា Valkyrie គាត់ក៏បាននិយាយផងដែរថាអញ្ចឹងតែពួកយើងគួរតែចាក់ចេញទៅកាន់សមរភូមិម្ដងទៀតមែនទេបន្ទាប់ពីនិយាយចប់ Emu គាត់ក៏បានតបថារឿងទាំងអស់ហ្នឹងណាវាមិនមែនជារឿងចៃដន្យទេ Valkyrie ភាពក្អិតក្តោមភាពជឿចោភាពរីមីនឹងអំនួតហ្នឹងណាពួកឯងត្រូវតែបោះបង់ចោលអស់ភ្លាមទៅរឿងគ្រប់យ៉ាងដែលបានកើតឡើងមកហ្នឹងណាគឺត្រូវបានកំណត់ទុកជាមុនអស់ហើយដែលបានឃើញអញ្ចឹងថា Emu គាត់បានធ្វើការ flashback ទៅដល់រឿងរ៉ាវសំខាន់ដែលបានកើតឡើងនៅក្នុង One Piece ទាំងមូលរកនិយាយថាខ្ញុំនឹងត្រឡប់មកវិញដែលជាការតំណាងឲ្យ Blackbeard Roger បានប្រាប់ពិភពលោកទាំងមូលឲ្យទៅរកជាមួយនឹងកំណប់ដែលគាត់បានលាក់ភាពដូចជាការបង្កើតជាមួយនឹង New Era ឬក៏ការវឹកវរថ្មី Shira Hoshi ដែលជា Poseidon ក៏បានចាប់កំណើតហើយ Shanks គាត់បានធ្វើការប្លន់ជាមួយ The Wave Fruit ហើយលោកណាទៅដែលនៅ Eba ក្នុងការសម្លាប់ Harald ហើយតើ Monkey D. Luffy ជានរណាហើយមិនបានជា Whitebeard ធ្វើការការពារគាត់ហើយម្នាក់ដែលមានឈ្មោះថា Marshall D. King នោះតើគេជានរណាតើកូន Natafari គឺជា D ហើយគណៈអ្នកដែលបន្តជាមួយនឹង Will Boss Joy Boy ក៏ដូចជា Davy Jones ហ្នឹងគឺបានបង្ហាញវត្តមានជាថ្មីជាចុងក្រោយ Emu គាត់ក៏បាននិយាយថាតើគាត់ត្រូវតែបន្តរឿងរ៉ាវទាំងអស់ហ្នឹងបង្កការឈឺចាប់ហ្នឹងដល់គាត់ទៀតមែនទេគាត់គឺត្រូវការ VV អញ្ចឹងតាក់ទងជាមួយចំណុចថងហ្នឹងមានជាមួយនឹងការលើកឡើងមួយចំនួនដែលគេបាននិយាយថា Emu ត្រូវការ VV ព្រោះដោយសារតែគាត់អាចនឹងយករាងកាយរបស់ VV ហ្នឹងមកបន្តជាមួយនឹងគេលក្ខណៈថាដោះដូរខ្លួនប្រាណណាក្នុងការហួរបន្តទៀតណាបើសិនជានិយាយចំណុចថងហ្នឹងវាប្រៀបដូចជា Tengen នៅក្នុង JJK អញ្ចឹងហើយក៏ដូចជាមានរឿងរ៉ាវមួយចំនួនដែលគេបាននិយាយថា Emu ហ្នឹងគឺលួចស្រឡាញ់ទៅលើឯណា Lily ហើយអញ្ចឹងបានជាគាត់ទុកឧថត VV ហ្នឹងទុកឧថត Lily ហ្នឹងនៅក្នុងបន្ទប់របស់គាត់ Emu can't be moved ឬក៏ a man cannot move និយាយចប់ Emu គាត់បានរៀបចំក្នុងការចាក់ចេញពីប្រាសាទ Pengear ហើយគាត់ក៏បានផ្ដាំទៅកាន់ពួក Elder ថាគាត់នឹងបកគោទីនេះហើយពួកគេនឹងមើលការខុសត្រូវមួយរយៈហើយបើទោះជាពួក Elder ខំខាត់គាត់យ៉ាងណាក៏ដោយក៏ Emu មិនព្រមស្ដាប់ដែរហើយចំណុចថងហ្នឹងគឺមានជាមួយនឹងចំណុចមួយចំនួនមិនចំណុចមួយចំនួនទេមានពាក្យពេចន៍មួយចំនួនដែលខ្ញុំអាចចាប់បានថាទឹកមុខក៏ដូចជាអារម្មណ៍របស់ពួក Elder ហ្នឹងហាក់បីដូចជាមានជាមួយនឹងការព្រួយបារម្ភដែលវាប្រៀបដូចជា Emu ហ្នឹងមិនអាចចាក់ចេញពីប្រាសាទ Pengear បានហើយបើសិនជាគាត់ចាក់ចេញទៅវាលក្ខណៈថានឹងមានរឿងរាអាក្រក់ដែលកើតឡើងទៅលើគាត់ចំណុចកន្លែងហ្នឹងគឺមានជាមួយនឹងបងប្អូនយើងមួយចំនួនដែលគាត់បាននិយាយថាបើសិនជា Emu គាត់ចាក់ចេញពីកន្លែងហ្នឹងមែននោះរាងកាយរបស់គាត់អាចនឹងមានជាមួយនឹងការចុះខ្សោយទៅលក្ខណៈថា Emu គឺអាចស្ថិតនៅក្នុងតែរង្វង់ហ្នឹងទេបើសិនជាគាត់មិនចង់បាត់បង់ជាមួយនឹង life span ឬក៏បាត់បង់ជាមួយនឹងធម្មពលហើយបើសិនជាគាត់ចាក់ចេញទៅវាយនៅ Eba បែនអញ្ចឹងបានន័យថាគាត់មានជាមួយនឹង time limit បានន័យថាការកំណត់ពេលវេលារបស់គាត់ហ្នឹងអាចចាក់ចេញបានត្រឹមតែ10នាទីកន្លះម៉ោងឬក៏ម៉ោងអីទេហើយបើសិនជាគាត់នៅតែបន្តចាក់ចេញយូរទៀតអញ្ចឹងរាងកាយរបស់គាត់នឹងចាប់ដើម damage ខ្លាំងទៅអាហ្នឹងវាគឺជាការយកឃើញក៏ដូចជាការបកស្រាយមួយចំនួនក៏លេខទៅកាន់ Eba វិញក្រោយពីទទួលជាមួយនឹងការស្ងប់ស្ងាត់មួយរយៈមកកងរង្វង់វេទមន្តបានបង្ហាញនៅលើផ្ទៃមេឃនៃប្រាសាទ Argus ហើយធម្មពលចំហាយបិសាចដែលមានអមជាមួយចង្វាក់ភ្លេងក៏បានបាញ់ចុះមកខាងក្រោមផងដែររុក្ខជាតិទាំងអស់ក៏ដូចជាផ្ទះឈើដែលនៅជុំវិញនោះគឺបានប្រែក្លាយទៅជាបិសាចទាំងអស់ So yeah ladies and gentlemen នៅទីបំផុត Emu ក៏បានបង្ហាញខ្លួននៅលើ Eba ជាមួយនឹងទម្រង់មួយដែលយើងឲ្យឈ្មោះថា King of the World
ដែលមានឈ្មោះថា Shen Nerona Imu ធម្មពលរបស់គាត់គឺគេបានសរសេរថា The Devil Fruit អូព្រឺសបល់មែនទែន Drama Liberation ក៏ដូចជាចង្វាក់ភ្លេងមួយហ្នឹងគឺជារបស់ Nika ហើយតាក់ទងជាមួយនឹង King of the World ដែលជា Imu ហ្នឹងវត្តមានរបស់គាត់ក៏បានអមមកជាមួយនឹងចង្វាក់ភ្លេងផងដែរអ្វីដែលសំខាន់ Devil មិន Devil Fruit ទេថាអំពើរបស់គាត់ហ្នឹងគេឲ្យឈ្មោះថា The Devil Fruit អញ្ចឹងមានជាមួយនឹងការលើកឡើងមួយចំនួនដែលគេបាននិយាយថាអំពើរបស់ Imu គឺជាបិតាឬក៏ជាប្រភពដើមនៃ Devil Fruit ទាំងអស់ហ្នឹងហើយដោយសារតែថាអំពើគាត់ខ្លាំងពេកក៏ដូចជាលក្ខណៈថាអំពើរបស់គាត់ហ្នឹងបានសាយភាយចេញទៅពិភពខាងក្រៅហ្នឹងហើយក៏បង្កើតឲ្យចេញជាមួយនឹង Devil Fruit អញ្ចឹងទៅហើយក៏មានជាមួយនឹង theory ជាមួយនឹងការពិភាក្សាគ្នាមួយចំនួនទៀតដែលគេបាននិយាយថាអ្នកដែលស៊ីទៅលើ Devil Fruit មួយចំនួនដែលបានសាយភាយចេញពីធម្មពលស៊ីនរបស់គាត់ហ្នឹងគឺនឹងអាចត្រូវគាត់គ្រប់គ្រងឯណាក៏តែអត់ទេឥឡូវយើង skip វាចោលសិនយើងគ្រាន់តែដឹងថាអំពើរបស់ Imu ហ្នឹងគឺជា The Devil Fruit លក្ខណៈថាអាចនិយាយបានថា original Devil Fruit ណាហើយវីដេអូរបស់យើងនៅក្នុងថ្ងៃហ្នឹងក៏ដូចជាមានតែប៉ុណ្្នឹងដែរទេមូលហេតុដែលចង់ដែលលក្ខណៈថាខ្ញុំមិនចង់អត់ចង់បញ្ចូលច្រើនដូចជានិយាយច្រើនទៀតព្រោះដោយសារតែយើងយឺតជាងគេពេកហើយមួយ manga របស់យើងនៅសល់3 chapter បន្ថែមទៀតដែលខ្ញុំមិនបានធ្វើហើយអាចថានឹងវីដេអូក្រោយហ្នឹងនឹងចេញជាមួយនឹង2 chapter ជាប់គ្នាគឺ80ហើយ81ព្រោះដោយសារតែ83មូលហេតុដែលខ្ញុំចង់ផ្ដាច់វាដោយសារតែនៅក្នុង chapter មួយហ្នឹងគឺគេបានបង្ហាញជាមួយនឹងតម្រុយរបស់ God of the Rain ហើយយើងនៅក្នុងថ្ងៃហ្នឹងក៏មានតែពេលហ្នឹងដែរទេអញ្ចឹងយើងនឹងចាំជួបគ្នាបន្តទៀតនៅក្នុងវីដេអូក្រោយបាយបាយ